តោះបងថ្ងៃនេះមកឆ្លើយសំណួរបងស្រីមួយគាត់សួរតាក់ទងជាមួយនឹងនៅក្នុង comment នៅក្នុង TikTok របស់ខ្ញុំណាខ្ញុំមិនដឹងត្រូវជឿគ្រូមួយណាឲ្យប្រកាសទេគ្រូមួយប្រាប់ថាបើអត់ហូបពេលព្រឹកស្ករឡើងហើយគ្រូមួយទៀតប្រាប់ថាបើហូបពេលព្រឹកឡើងគីឡូហត់ដល់ហើយលោកគ្រូតើខ្ញុំគួរតែជឿមួយណាទៅអូខេអញ្ចឹងថ្ងៃនេះខ្ញុំចង់បកស្រាយនៅសំណួររបស់បងស្រីបន្តិចហ្នឹងហើយអញ្ចឹងទី1គ្រូទី1គាត់ប្រាប់ថាបើសិនបើយើងអត់ហូបអីពេលព្រឹកគឺស្ករឡើងត្រូវហ៎រឿងហ្នឹងអញ្ចឹងមិនស្ករឡើងដោយសារតែយើងអត់ហូបអីទេស្ករឡើងវាជាធម្មតារបស់រាងកាយរបស់យើងដែលអរម៉ូន cortisol វាផលិតនៅពេលព្រឹកអរម៉ូន cortisol គេទទួលស្គាល់ថាវាគឺជាអរម៉ូន stress ក៏ប៉ុន្តែជាធម្មតាមិនមែនរាងកាយយើងអត់ត្រូវការពេលព្រឹកឡើងគឺអរម៉ូន cortisol របស់យើងវាផលិតជាធម្មតាមកដើម្បីឲ្យយើងភ្ញាក់ពីគេងមានកម្លាំងមានកំហែងទៅធ្វើការងាររបស់យើងអញ្ចឹងហ្នឹងហើយ process មួយទៀតធម្មតានៅពេលដែលយើងអត់ញ៉ាំរយៈពេលយូរតាំងពីក្បាលប្រលប់រហូតមកដល់ពេលព្រឹកអញ្ចឹងកម្រិតជាតិស្កររបស់យើងចាប់ផ្ដើមធ្លាក់ចុះហើយនៅពេលដែលកម្រិតជាតិស្កររបស់យើងចាប់ផ្ដើមធ្លាក់ចុះលំពេងរបស់យើងវាមានសមត្ថភាពក្នុងការផលិតវានឹងផលិតអរម៉ូន glucagon ធម្មតាលំពេងមានសមត្ថភាពផលិតអរម៉ូន insulin និងអរម៉ូន glucagon នៅពេលដែលយើងញ៉ាំអាហារដែលមានជាតិស្ករជាតិ carbohydrate ជាតិម្សៅអញ្ចឹងស្ករនៅក្នុងឈាមឡើងវាធ្វើឲ្យលំពេងផលិតអរម៉ូនអាំងស៊ូលីនដើម្បីទាញតម្លាក់ជាតិស្ករនៅក្នុងសរសៃឈាមរបស់យើងនឹងចូលក្នុងកោសិការបស់យើងក៏ប៉ុន្តែនៅពេលដែលជាតិស្ករនៅក្នុងឈាមរបស់យើងវាធ្លាក់ចុះលំពេងរបស់យើងវានឹងផលិតអរម៉ូន glucagon ហ្នឹងឲ្យផលិតចេញឡើងហើយអរម៉ូន glucagon ហ្នឹងវានឹងបញ្ជូនសញ្ញាទៅឲ្យថ្លើមដើម្បីឲ្យប្រាប់ថ្លើមហ្នឹងឲ្យបញ្ចេញកម្រិតជាតិស្ករនៅក្នុងមកចូលនៅក្នុងសរសៃឈាមរបស់យើងដើម្បីឲ្យយើងមានកម្លាំងកំហែងហ្នឹងឯងក៏ប៉ុន្តែកន្លែងហ្នឹងខ្ញុំចង់បញ្ជាក់ជាការពិតណារាងកាយរបស់យើងវាឆ្លាតណាវាចេះធ្វើការដោយខ្លួនឯងណាស់តែយើងឯងអញ្ចឹងរាងកាយរបស់យើងទីពិតត្រូវការកម្រិតជាតិស្ករត្រឹមតែ 4-5 ក្រាមឯងសូម្បីសិភៅដុកទ័រ Judy ដុកទ័រ Benjamin អីក៏គាត់និយាយដែរហ្នឹងហើយអញ្ចឹងថ្លើមយើងផលិតកម្រិតជាតិស្ករហ្នឹងគឺសមរម្យទៅតាមបរិមាណដែលរាងកាយរបស់យើងត្រូវការអញ្ចឹងបងកុំ concern បងកុំកង្វល់ទៅលើថាអត់ញ៉ាំទៅខ្លាចស្ករឡើងវាជាធម្មតាដែលរាងកាយរបស់យើងធ្វើការបែបហ្នឹងឯងចឹងខ្ញុំចង់បញ្ជាក់ឡើងហ្នឹងណាមិនមែនមកពីការដែលយើងអត់ញ៉ាំអាហារវាធ្វើឲ្យស្ករយើងឡើងទេហ្នឹងហើយគ្រូមួយទៀតប្រាប់ថាបើសិនបើយើងញ៉ាំអាហារពេលព្រឹកឡើងគីឡូរឿងហ្នឹងអញ្ចឹងវានឹងឡើងពិតមែនបើសិនបើអាហារពេលព្រឹករបស់បងពោពេញទៅដោយស្ករម្សៅបាយនំប៉័ងនិងកាហ្វេដោះគោខាប់ហ្នឹងហើយពីព្រោះអាហារទាំងអស់ហ្នឹងវាធ្វើឲ្យកម្រិតជាតិស្កររបស់យើងឡើងខ្ពស់ហើយនៅពេលដែលជាតិស្ករឡើងវាទៅរំញោចឲ្យអាំងស៊ូលីនហ្នឹងហក់ឡើងខ្ពស់ហើយនៅពេលអាំងស៊ូលីនខ្ពស់ហ្នឹងវាបានបញ្ជូនសញ្ញាឲ្យរាងកាយរបស់យើងចាប់ផ្ដើមប្លុកអាម៉ាស៊ីនដុតខ្លាញ់ចាស់ហ្នឹងបញ្ឈប់ម៉ាស៊ីនដុតខ្លាញ់ចាស់តែទៅជាបើកមុខងារស្តុកខ្លាញ់បន្ថែមទៀតដោយសារតែកម្រិតជាតិស្ករឡើងអាំងស៊ូលីនមានតួនាទីចាប់ជាតិស្ករទាំងអស់ហ្នឹងបង្កើតបានទៅជាខ្លាញ់ចូលក្នុងរាងកាយរបស់យើងហ្នឹងហើយអញ្ចឹងជាហេតុដែលអាហារពេលព្រឹកបើយើងញ៉ាំទៅវាធ្វើឲ្យយើងធាត់វាធ្វើឲ្យយើងឡើងគីឡូដោយសារតែវាសម្បូរដោយស្ករសម្បូរមកម្សៅអញ្ចឹងខ្ញុំត្រឡប់មកវិញចង់ឲ្យបងយល់អញ្ចឹងវាមិនអាស្រ័យទៅលើការញ៉ាំនិងមិនញ៉ាំទេតែវាអាស្រ័យទៅលើតើការអាហារពេលព្រឹករបស់បងហ្នឹងបងញ៉ាំអីគេឃើញទេហ្នឹងហើយសំខាន់គឺបងញ៉ាំអីគេបើសិនបើបងញ៉ាំអាហារដែលអត់មានជាតិស្ករជាតិម្សៅមានតែសម្បូរដោយប្រូតេអ៊ីនសម្បូរខ្លាញ់ល្អមានបន្លែមានអីអញ្ចឹងវាអត់ទៅរំញោចដល់កម្រិតអាំងស៊ូលីនរបស់បងខ្ពស់ទេឃើញទេហ្នឹងហើយអញ្ចឹងបងត្រូវ control ទៅលើអាហារពេលព្រឹករបស់បងវិញមិនមែនតមអត់ឲ្យញ៉ាំទេក៏ប៉ុន្តែសម្រាប់បងមួយចំនួនដែលគាត់ចង់បានគុណប្រយោជន៍នៃការដែលគាត់ធ្វើ fasting អញ្ចឹងគាត់កុំកង្វល់ទៅលើថាអូគាត់ fasting ពេលព្រឹកទោះបីគាត់អត់ញ៉ាំស្ករឡើងវាបំបែក fasting អត់ទេវាអត់បំបែក fasting ទេហ្នឹងណាវាបំបែក fasting លុះត្រាតែកម្រិតជាតិស្ករដែលកើតចេញពីអាហារដែលយើងញ៉ាំពពួកស្ករពពួកម្សៅដាក់ចូលទៅអញ្ចឹងវានឹងបំបែក fasting របស់យើងតែនៅពេលដែលយើងអត់ញ៉ាំអញ្ចឹងទូថ្លើមយើងមានតួនាទីផលិតស្ករហ្នឹងគឺវាអត់ទៅបំបែក fasting ទេយើងកុំ concern កុំកង្វល់ទៅលើរឿងហ្នឹងអញ្ចឹងចង់បញ្ជាក់បងកន្លែងចំណុចនេះពីព្រោះខ្ញុំសិក្សាកន្លែងចំណុចនេះល្អមែនតើអ្វីដែលពីព្រោះធម្មតាបងមួយចំនួនគាត់ចង់ fasting គាត់ចង់ prolong fasting រយៈពេលយូរដើម្បីទទួលបាន autophagy ក៏ប៉ុន្តែខ្ញុំចង់បញ្ជាក់autophagy មិនមែនចេះតែបានទៀតបើសិនបើរាងកាយរបស់បងកំពុងតែមានភាពតានតឹង stressវាធ្វើឲ្យអរម៉ូន cortisol ផលិតមួយថ្ងៃពេញហ្នឹងហ្មងអញ្ចឹងខ្ញុំបញ្ជាក់អរម៉ូន cortisol ផលិតនៅពេលផឹកដែលយើងភ្ញាក់ពីគេហ្នឹងវាឲ្យយើងភ្ញាក់ពីគេមានកម្លាំងមានហើយវាជារឿងធម្មតាវាអត់ប៉ះពាល់អីតែបើសិនបើយើងមានភាពតានតឹងរវល់ការងារ stress ធុញថប់តបប្រមល់ toxic គ្រប់សពបែបយ៉ាងអាហ្នឹងឯងដែលធ្វើឲ្យ cortisol យើងផលិតរហូតជួនកាលអ្នកខ្លះពិបាកក្នុងការគេងដោយសារ stress តានតឹងខ្ញុំក៏ធ្លាប់ដូចគ្នាដែរកន្លែងចំណុចហ្នឹងយើងត្រូវ control ជាមួយនឹងការគេងយ៉ាងខ្លាំងមែនតើអញ្ចឹងពេលយប់ឡើងបើសិនបើយើងស្អីយើងបាក់គេងហើយវាធ្វើឲ្យ cortisol របស់យើងផលិតដែរនេះហើយជាមូលហេតុដែលធ្វើឲ្យយើងងាយប្រឈមជាមួយនឹងបញ្ហាលើសស្ករលើខ្លាញ់ពិបាកស្រកគីឡូដោយសារតែពេលយប់ហ្នឹងយើងពិបាកគេងអ្នកខ្លះងុយគេងតែគេងអត់លក់ទេអាហ្នឹងសុទ្ធតែមានភាពតានតឹងខួរក្បាល work រហូតធ្វើការរហូត
វាបបាក់មិនមែនថាខ្ញុំអត់ធ្លាប់ដូចគ្នាអញ្ចឹងយើងត្រូវ control ជាមួយនឹងការគេងឲ្យបានល្អសុខភាពរបស់យើងសំខាន់មែនតើណាហ្នឹងហើយអូខេ